បំបីពេលពីក្បាលដែលកំពុងប្រយុទ្ធគ្នាដោយដៃទេតែទូប្រឹងអស់ពីកម្លាំងកាយក៏នៅតែធ្វើមិនបានអាចពេលមួយក្បាលទៀតថែមទាំងគិតថាគេវល់រឿងអ្នកដទៃហើយបានបុកគេហោះចេញទៅក្រៅតែម្ដងមិននឹកស្មានថាក្មេងប្រុសម្នាក់ទៀតគ្រាន់តែបេះស្មៅពីធំពីកែមផ្លូវរួចដាក់នៅពីមុខពេលទាំងពីរក៏ដោះស្រាយបញ្ហានេះបានភ្លាមតាមពិតនេះគឺជាការសាកល្បងរបស់គ្រូម្នាក់ដើម្បីរកសិស្សគាត់ចង់ដឹងថាតើអ្នកណាអាចដោះស្រាយបញ្ហាបានពិតប្រាកដតែនៅពេលដែលអ្នករាល់គ្នាគិតថាការសាកល្បងបានចប់ហើយគ្រូក៏បានដាក់បញ្ហាលំបាកចុងក្រោយមួយទៀតអ្នកណាអាចបេះស្លឹកឈើបានដោយមិនបាច់ប្រើចណ្ដាលនោះគាត់នឹងទទួលយកគេជាសិស្សពេលនោះក្មេងប្រុសដែលបរាជ័យក្នុងការបំបែកពេក៏ប្រញាប់ឡើងទៅលើដើមឈើស្របពេលដែលគេហៀបនឹងប៉ះស្លឹកឈើនោះស្រាប់តែធ្លាក់មកក្រោមដោយក្បាលចុះក្រោមចំណែកក្មេងប្រុសដែលជោគជ័យក្នុងការបំបែកពេឃើញដូច្នោះហើយក៏រត់ទៅក្រោមដើមឈើភ្លាមយកខ្សែពូចង់ភ្ជាប់ទៅនឹងដុំថ្មរួចបក់វាដោយកម្លាំងទៅលើមែកឈើដូច្នេះទូមិនបាច់ប្រើចណ្ដាលក៏ដោយក៏អាចយកស្លឹកឈើបានយ៉ាងងាយស្រួលដែរពេលអ្នកទាំងអស់គ្នាបានឃើញក៏នាំគ្នាអបអរលោកគ្រូក៏ពេញចិត្តទទួលយកគេជាសិស្សតែអ្នកណានឹកស្មានដល់ក្មេងប្រុសឆ្លាតម្នាក់នេះគឺជាហួងទូគ្រូពេទ្យដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រពេលនោះក្មេងប្រុសម្នាក់ដែលធ្លាក់ការប្រឡងទាំងពីរដងនោះក៏មិនអស់ចិត្តអង្វរលោកគ្រូឲ្យទទួលយកខ្លួនដោយប្រាប់ថាខ្លួនសុខចិត្តធ្វើអ្វីក៏បាន